ชีวิตนึงเนี่ยมันมีปัญหาเป็นการลำบากเรื่องคลุนเนี่ยถ้าจุเรื่องเชิญถ้าจุเรื่องติ๊กตอนนี้ยังมันอาจเปรียบเทียบคดีทำไมก็ยังเมียนถึงขอเชิญเจียงเกย์นั่งชีวิตนั่งไปเขาคนนี้จังเป็นนัดมาเปรียบจังเลือกมาทาจุปัญหาไอ้กระดอยยังถือสร้างสมาธิเรื่องปังแต่ไปโชว์มุกนั่งอุปสรรคนั่งยังจัดตกทาอุปสรรคนั่งเชียเป็นยีสาเอายืงประลองให้ไปยืงมัวไม้ได้ก็หายบะจัดตกสิสเตรสนั่งยืงประลองทะเลไอยืงจัดตกทาวีเจียวกะมุ้ยสมัยแบบพิวัตคุณเพียบชีวิตในพวกอภิวัตสมาธิเพียบนั่งเอาเรื่องปังจริงมุนในยืงฉลองกัดอุปสรรคการในชรายืงการดำเนินยืงการดำเนินบทพิสูจน์ของการดอกสลายปัญหาชีวิตนั่นก็การในชราในยังไปจูบเรื่องล้อก็ยืงแต่ตัวโยมันก็เอาเมียนมูตนาเพียบกลุ่มจูทางเป็ดไปยืงจูบเรื่องเหมือนล้อเรื่องใบบะปลดปลาโรซีคาเรื่องกิจเรื่องกิจตุอันที่ไม่ยืงคอดไม่บานยืงคอดทั้งไงก็เอาเล็กคอดยุบก็เอาเมาไม่บานเพลิงไตแต่ก็ได้ชีวิตไตแต่เมียนปัญหาจังđặc biệt cái này dương miền chặt smart đây rừng băng hiện được tua trắng dương mình chúa rương này lọ thế hai dương miền smart hiệp ai cục rong rương đại mình lọ hai dương tua thấy dương và to tầm nào tới đọt xẻ tới tua tam smart hiệp để dương ai thừa bán á nó dương mình sẽ cả tục làng này ăn một tuần điចំណុចមួយក្នុងជីវិតដែលយើងតែងតែជួបប្រទះគឺការសម្រេចចិត្តហើយមនុស្សភាគច្រើនណាស់ដែលមានការលំបាកក្នុងការសម្រេចចិត្តមែនតើជួនកាលសម្រេចថាអញ្ចឹងហើយម៉ោងហ្នឹងម៉ោងក្រោយដូរម៉ោងក្រោយដូរទៅសួរយោបល់អ្នកនេះដូរទៅសួរអ្នកនោះដូរទៅចុងវិញវល់នៅនឹងធ្វើឲ្យចិត្តហ្នឹងលែងបានសុខគ្រាន់តែរឿងជួនកាលរឿងល្អទាំងពីរឧទាហរណ៍ថាមួយជាប់បួកទៅរៀននៅស្វីសមួយទៅរៀននៅអាឡម៉ង់អញ្ចឹងចុះឲ្យដល់ពេលចុងវាវល់មិនដឹងថាទៅណាតាមពិតវាល្អទាំងពីរអីចឹងក៏តែមានដែរហើយកុំទម្លាប់សាវ៉ារញ៉េរញ៉ៃសាំញ៉ាំមិនល្អគេក៏មិនចូលចិត្តអាឯងនេះក៏កើតទុកដែរអញ្ចឹងមុននឹងសម្រេចចិត្តធ្វើអីប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយហើយសួរយោបល់គេទាំងអស់ហើយយកមកពិចារណាខ្លួនឯងហើយសម្រេចចិត្តថាខ្ញុំរើសអានឹងហើយកុំទម្លាប់ចិត្តសាវ៉ាមួយម៉ោងសម្រាប់អញ្ចេះមួយម៉ោងក្រោយទៀតសម្រាប់អញ្ចុះថ្ងៃនេះគិតអញ្ចេះថ្ងៃនោះគិតអញ្ចុះអាហ្នឹងវាធ្វើបាបតែខ្លួនឯងហើយអញ្ចឹងរើសយកផ្លូវណារើសយកផ្លូវហ្នឹងដើរដល់ទីបំផុតទាល់ច្រកត្រឹមណាចាំគិតបន្តទៀតហើយកុំស្ដីបន្ទោសឲ្យខ្លួនឯងយើងអស់ថឹងអស់ពីសមត្ថភាពហើយដើម្បីសម្រេចចិត្តហ្នឹងកុំពិបាកចិត្តពេកបន្តដំណើរទៅទៀតអរគុណច្រើនក្នុងពុទ្ធសាសនាមានពាក្យមួយដែលយើងអាសាឮសច្ចធម៌ហើយគេថាបើអ្នកណាបានត្រាស់ដឹងសច្ចធម៌ហ្នឹងបានរួចផុតពីទុក្ខហើយពាក្យថាសច្ចធម៌នេះមានន័យថាធម៌ពិតធម៌មែនអញ្ចឹងតែការពិតអញ្ចឹងហើយឬយើងហៅថាអរិយសច្ចៈហ្នឹងមាន4ទី1លោកហៅថាទុក្ខតែយើងមានទុកច្រើនណាទាំងទុកផ្លូវកាយជាពិសេសទុកផ្លូវចិត្តនឹងមូម៉ៅក្តៅក្រហាយពិបាក stress ស្មុគស្មាញភ័យព្រួយបារម្ភស្ដាយសំណោះអីចឹងទៅឲ្យទុកច្រើនមែនតើហើយព្រះអង្គសម្ដែងថាស្អីគេជាហេតុនាំឲ្យកើតទុកហ្នឹងទី2ហ្នឹងគេហៅថាសមុទយៈហ្នឹងមានន័យថាហេតុហ្នឹងគឺសំដៅទៅលើការជាប់ជំពាក់ហួងហែងហ្នឹងជាប់ជំពាក់ខ្លាំងហួងហែងខ្លាំងឧទាហរណ៍ថាបើយើងស្រឡាញ់កូនស្រាប់កូននឹងស្លាប់ទៅវាទុកមែនតើឬក៏យើងទៅទិញឡានថ្មីមកស្រាប់តែចោលលួចបាត់ទៅថាវាស្ដាយមែនតើប៉ុន្តែសាកមើលក៏ឡានរបស់មិត្តភ័ក្ដិយើងចោលលួចទៅយើងស្ដាយដែរប៉ុន្តែវាមិនស្ដាយខ្លាំងដូចឡានរបស់យើងតែហេតុអីថាមកពីយើងស្រឡាញ់វាតិចដែរយើងស្ដាយមិនសូវស្ដាយប៉ុន្មានទេឧទាហរណ៍ថាបើកូនគេស្លាប់មើលយើងស្ដាយដែរអ្នកក្បែរផ្ទះកូនគេស្លាប់ប៉ុន្តែមិនស្ដាយដូចរបស់ខ្លួនឯងកូនខ្លួនឯងទេឬក៏ដូចថាទូរស័ព្ទ
Nokia កចាស់មួយហើយនឹង iPhone យើងបាត់ទៅយើងស្ដាយទាំងពីរប៉ុន្តែស្ដាយ iPhone 7 ហ្នឹងវាថ្លៃជាងនិយាយជ្រៅទៅគឺថាយើងស្រឡាញ់វាជាងអញ្ចឹងព្រះអង្គសម្ដែងថាការជាប់ជំពាក់ខ្លាំងហ្នឹងដល់ពេលព្រាត់ប្រាសទុកខ្លាំងមែនតើបើអ្នកនឹងអត់បានត្រៀមសោះអត់បានត្រៀមចិត្តសោះណាឧទាហរណ៍ថាបើយើងមានម្ដាយចាស់យើងមើលថែគាត់10ឆ្នាំហើយអញ្ចឹងយើងត្រៀមកាយត្រៀមចិត្តហើយថាម៉ែគង់នឹងមានថ្ងៃណាមួយគាត់ត្រូវលាចាកលោកយើងទៅទាំងអស់តែអញ្ចឹងយើងអត់សូវភ័យអត់សូវតក់ស្លុតខ្លាំងពីព្រោះយើងបានត្រៀមទុកអញ្ចឹងតើតែមានការពិចារណាទើបមិនសូវមានទុកខ្លាំងដល់ទី3លោកហៅថានិរោធហ្នឹងដូចជាពេទ្យព្យាបាលថាអ្នកជំងឺហ្នឹងមានទុកតែហេតុដែលនាំឲ្យអ្នកជំងឺនឹងឈឺដោយសារខ្លួនពវៀនបានវាក្តៅស្រាវស្រាញអីចឹងហើយតែអញ្ចឹងពេទ្យមើលទៅថាអូមិនអីទេអាចព្យាបាលបានតាអានេះនិរោធនេះគឺថាលៀងហៅថាមួយទៀតគេហៅថានិព្វានមានន័យថាពេទ្យហ្នឹងព្រះសម្មាសម្ពុទ្ធមើលទៅថាសេចក្តីទុក្ខរបស់មនុស្សហ្នឹងអាចដោះស្រាយបានហើយប៉ុន្តែយកអីទៅដោះស្រាយជាចំណុចទី4គឺយកមគ្គនេះគឺផ្លូវដើម្បីទៅព្រះនិព្វានហ្នឹងអានេះទុកផ្លូវកាយហើយនឹងផ្លូវចិត្តអញ្ចឹងចាហើយទុកផ្លូវចិត្តហ្នឹងច្រើនយើងមែនតើអញ្ចឹងផ្លូវទៅកាន់ព្រះនិព្វាននេះព្រះអង្គសម្ដែងមានអង្គ8មានតាំងពីយល់ត្រូវមានតាំងពីគិតត្រូវមានតាំងពីធ្វើត្រូវមានតាំងពីប្រកបការងារត្រូវមានតាំងពីនិយាយត្រូវមានតាំងពីព្យាយាមត្រូវមានតាំងពីរលឹកត្រូវមានតាំងពីសមាធិត្រូវទាំង8ហ្នឹងជាផ្លូវនាំឲ្យទៅកាន់ព្រះនិព្វានបើនិយាយដោយសង្ខេបដើម្បីបន្ថយទុក្ខនេះត្រូវកាត់ការជាប់ជំពាក់នេះនិយាយដោយសង្ខេបរៀនបន្ថយការហួងហែងការប្រកាន់ការចង់បានហួសហេតុអាហ្នឹងវាជាហេតុនាំឲ្យកើតទុក្ខទៅវិញពេលណាដែលវាមិនបានដូចចិត្តឬក៏របស់ដែលខ្លួនជាទីស្រឡាញ់ហ្នឹងវាត្រូវបាត់បង់ទៅវាជាទុក្ខខ្លាំងមែនតើហើយមនុស្សយើងហ្នឹងវាយល់ច្រឡំថាបានរបស់ទាំងអស់ហ្នឹងវានាំឲ្យសុបាយត្រឹមត្រូវមែនបានទៅវាសុបាយបានឡានបានលុយបានវេលាវាសុបាយប៉ុន្តែវាមិនប្រកាសថាអញ្ចឹងរហូតទៅវាផ្លាស់ប្ដូរវាប្រែប្រួលទៅវាជាហេតុនាំឲ្យកើតទុក្ខប៉ុន្តែបើមានក៏មានចោះរបស់ទាំងអស់ហ្នឹងដើម្បីចិញ្ចឹមជីវិតបើតើឡាយើងរក្សាចិត្តត្រៀមចិត្តប្រាប់ចិត្តឲ្យហើយថាកូនប្រពន្ធទ្រព្យរបស់ស្អីទាំងអស់ហ្នឹងមិនទៀងទាត់ទេហើយថ្ងៃណាបើនិយាយពីចិត្តយើងវិញមានភ្ញៀវមកលេងរាល់ថ្ងៃភ្ញៀវមានភ្ញៀវអាក្រក់មានភ្ញៀវល្អយើងនិយាយដោយសាមញ្ញខឹងទៅចំណែនទៅមួម៉ៅអន់ចិត្តអាហ្នឹងសិតតែក្រុមបពួកចោលដែលចូលមកលួចមកប្លន់សេចក្តីសុខពីចិត្តរបស់យើងទៅពិបាកចិត្តស្ដាយក្រោយហុកភ័យព្រួយបារម្ភរឿងដែលមិនទាន់មកដល់អីចឹងទៅនិយាយតែដេកគិតដេកកើតទុកឲ្យហើយអញ្ចឹងហើយអញ្ចឹងថ្ងៃហ្នឹងបើនិយាយពីថាខ្មោចវិញវាមកលងយើងហើយយើងភ័យស្លន់ស្លោមួយថ្ងៃមិនដឹងប្រហែលដងអញ្ចឹងតើយើងមានស្មារតីមួយចាំមើលខ្មោចទាំងអស់ហ្នឹងភ្ញៀវខូចទាំងអស់ហ្នឹងកុំឲ្យវាមកលេងចិត្តយើងច្រើនពេកបើវាមកឲ្យវាមកផ្លែតហើយដេញវាចេញទៅវិញណាអូខឹងបាត់ស្មារតីហ្នឹងដឹងទៅអូខឹងមកខឹងផ្លែតទេចាអូកុំអត់អោនទៅយល់ទៅអូស្ដាយក្រោយមកខ្មោចស្ដាយមកឲ្យមកតើរឿងចប់ហើយឲ្យវាហួសទៅអូភ័យតិចចេះទៅតិចចុះទៅអើយតាចាំស្អែកចាំជួបវាជួបរឿងអីដល់រឿងហ្នឹងនិយាយអញ្ចឹងមិនបានន័យថាមិនឲ្យគិតអនាគតអីទេណាគិតទៅប្រឹងទៅចង់បាននេះចង់បាននោះប៉ុន្តែកុំបង្កើតរឿងធ្វើឲ្យក្តៅក្រហាយខ្លួនឯងពេលបច្ចុប្បន្ននេះស្អែកចាំជួបរឿងអីដល់រឿងហ្នឹងហើយឧស្សាហ៍ប្រមូលហៅភ្ញៀវល្អមកលេងផ្ទះចិត្តរបស់យើងវិញឧទាហរណ៍ថារស់រាយស្រស់ស្រាយផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងដល់អ្នកដទៃជុំវិញខន្តីអត់ធន់មេត្តាករុណាជួយសង្គ្រោះអញ្ចឹងទៅស្ដាប់ធម៌ចម្រើនបញ្ញាមានពេលធ្វើសមាធិរក្សាចិត្តឲ្យស្ងប់ដឹងគុណម៉ែដឹងគុណឪរំលឹកគុណបរតនត្រ័យស្ដាប់ធម៌អញ្ចឹងពេលយប់ពេលប្រលប់អីអញ្ចឹង
ចឹងយើងមានភ្ញៀវល្អច្រើនមកលេងផ្ទះយើងផ្ទះយើងនឹងវាចម្រុងចម្រើនប៉ុន្តែបើសិនជាយើងអត់មានសន្តិសុខមួយការពារមុខផ្ទះនឹងទេអាភ្ញៀវខកមកលេងមកលងមកដុតបំផ្លាញសេចក្តីសុខអានឹងយើងកាត់ទុកចឹងចាំបាច់ត្រូវមានស្មារតីត្រូវមានសតិតាមមើលចិត្តនឹងកុំឲ្យអាភ្ញៀវខូចនឹងមកលេងមកលេងចិត្តមក